ចំណុចចាប់ដើមរបស់ចក្រវាលកម្លាំងជីវិតដ៏សំខាន់ត្រូវហៅថាឈីកម្លាំងពន្លឺដែលរសាត់បានឈ្មោះថាឋានសួគ៌កម្លាំងដែលធ្ងន់បានឈ្មោះថាដីជុំជិបសាប់អត់យល់ទេហើយនិយាយតាមន័យមួយទៀតបិសាចមួយក្បាលបានចាប់កំណើតពេលមេឃនិងដីបានកើតឡើងគេជាបិសាចដំបូងគេនៅលើលោកហើយគេមានឈ្មោះថាយានទីគេជាបិសាចដែលមានអំណាចបំផុតដូច្នេះទើបយានទីចេញធ្វើដំណើរដើម្បីរួបរวมឋានទាំង3គេចង់គ្រប់គ្រងឋានសួគ៌និងឋានកណ្ដាលអញ្ចឹងគេចាប់គ្រប់គ្រងពិភពលោកហើយសូម្បីតែព្រះក៏មិនអាចបង្ក្រាបយានទីបានដែរកងទ័ពឋានសួគ៌ទោះបីជាទេវតាកាយមាសចុងក្រោយនៅតែចាញ់ក្រោមដៃគេទីបំផុតសាវករបស់ព្រះធ្វើការលះបង់ខ្លួនឯងរួចចាត់ចិត្តវិញ្ញាណឬកម្លាំងឈីដើម្បីគុំខ្លួនបិសាចយានទីនៅដែនដីទឹកកកនិងដែនដីខ្មៅយានទីត្រូវបានឃុំនៅក្នុងដែនដីទឹកកកត្រជាក់រហូតស្អីគេដឹងអត់បានបញ្ចប់វ៉ាឡាជឿរឿងចាស់តែប្រូចម្ដងជើងយើងអាចជាបុព្វបុរសបិសាចដោះហើយសាច់ច្បងចង់មើលពីដែលសាច់ច្បងមិនសល់ទុកមែនទេមិនសំខាន់ទេប៉ុន្តែមានអីតែតូចជាមួយបិសាចយានទីនោះក្នុងសិភៅអត់បានរៀបរាប់អីទេពេលយានទីទៅដល់មិនថាស្អីក៏ងាប់អត់ដែរជាការប្រែលោកនេះឲ្យខ្លាចទៅជាបិសាចទាំងអស់សាច់ច្បងគឺរឿងពូរីទេគឺអ្នកប្រាជ្ញអ្នកគូឡើងមានកម្លាំងរបស់ថាអ្វីដែលខ្ញុំឃើញគឺការធ្វើដំណើររបស់ស្វាពួកយើងត្រូវរួបរวมគម្ពីរសិភៅរបស់ខ្ញុំទេឲ្យមកខ្ញុំវិញមកហើយគ្រប់គ្នាមានគំនិតរៀងខ្លួនស្ងប់សតិស្ងប់អារម្មណ៍គ្មានអ្វីលើសពីពាក្យទូលមានរបស់ព្រះទេបើអ្នកណាបានដឹងច្បាស់ជាព្រមដើរផ្លូវព្រះរួចធ្វើការប្រោសប្រទានដល់មនុស្សលោកអូខុងហេតុអីមិនទាន់ត្រឡប់មកវិញទៀតពីផ្សោតទៅអស់គឺជាអ្វីទៅកុំធ្វើជាអីលោកគ្រូខ្ញុំក៏ដើរឃើញលោកគ្រូយំខ្ញុំក៏ដើរខ្ញុំយំតាមលោកគ្រូដែរណាលោកគ្រូខ្ញុំក៏ដើរឃ្លាតហើយនេះប៉ាជីហេតុអីអ្នកខាងលើរអ៊ូទៀតហើយអូយតើស្វាគួយធុញនោះនេះដាក់ទៅនេះគឺជាទំនួលខុសត្រូវរបស់គេលោកគ្រូឃ្លាតពីទៅយំដល់មិនមែនទេទឹកភ្នែករបស់គ្រូស្រក់ព្រោះតែស្ថានភាពរបស់លោកក្រាអូយប៉ាជីព្រះសង្ឃហាមប្រើពាក្យអសុរោះពួកយើងហាមប្រើពាក្យអសុរោះក្រានិយាយផ្លូវទៅចំណងធម៌ល្អខ្លាំងណាស់